វិទ្យាល័យព្រះយុគន្ធរសាលារៀនជំនាន់ថ្មីគឺជាគ្រឹះស្ថានអប់រំមួយដែលផ្ដោតលើការលើកកម្ពស់គុណភាពសិក្សាការច្នៃប្រឌិតនិងការអភិវឌ្ឍសមត្ថភាពសិស្សឲ្យសមស្របតាមតម្រូវការនៃសតវត្សទី21តាមរយៈបរិយាកាសសិក្សាទំនើបការប្រើប្រាស់បច្ចេកវិទ្យានិងការលើកទឹកចិត្តឲ្យសិស្សគិតវិភាគនិងស្រាវជ្រាវសាលាបានបណ្ដុះបណ្ដាលយុវជនឲ្យមានទាំងចំណេះដឹងជំនាញនិងសីលធម៌លើសពីនេះសិស្សានុសិស្សក៏ត្រូវបានជំរុញឲ្យចូលរួមសកម្មភាពសង្គមនិងអភិវឌ្ឍភាពជាអ្នកដឹកនាំដើម្បីត្រៀមខ្លួនជាពលរដ្ឋសកម្មនិងមានទំនួលខុសត្រូវខ្ពស់ថ្ងៃនេះយើងនឹងស្វែងយល់ពីបទពិសោធន៍និងទស្សនៈរបស់បេក្ខជនដែលកំពុងសិក្សានៅវិទ្យាល័យព្រះយុគន្ធរសាលារៀនជំនាន់ថ្មីនិងកំពុងបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងកម្មវិធីនេះសាលាជំនាន់ថ្មីគឺជាសាលារៀនមួយដែលបង្រៀនបែបសតវត្សទី21ដែលអាចផ្ដល់ឱកាសឲ្យលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់ហ្នឹងបានបញ្ចេញនូវគំនិតខ្លួនឯងក៏ដូចជាច្នៃប្រឌិតនៅអ្វីដែលថ្មីហើយជាពិសេសគឺសាលាបង្រៀនបែប STEM ដែលផ្ដោតទៅលើខាងវិទ្យាសាស្ត្រពិតចំណុចខ្លាំងរបស់ក្រុមខ្ញុំគឺការសហការគ្នានិងការស្វែងរកទិន្នន័យទោះជាទិន្នន័យហ្នឹងពិបាករកក៏ពិតមែនប៉ុន្តែពួកយើងខិតខំស្វែងរកឯកសារទាំងក្នុងនិងក្រៅប្រទេសក្នុងការគ្រប់គ្រងតហេតុនិងអំណាចតំណាងរបស់យើងហើយចំពោះការសហការគ្នាគឺពួកយើងបែងចែកតួនាទីដូចជាការឆ្លើយសំណួរនិងការសួរសំណួរអីហ្នឹងគឺមានភាពសហការគ្នាបានល្អពេលដែលពួកខ្ញុំជួបភាពលំបាកគឺតែងតែជួបពេលដែលពួកខ្ញុំផ្ដល់គំនិតឲ្យគ្នាទៅវិញទៅមកដោយសារតែនៅក្នុងក្រុមជាធម្មតាសមាជិកមាន5នាក់អញ្ចឹងទៅពួកខ្ញុំមានគំនិតផ្សេងគ្នាទាំង5ដល់ពេលគំនិតផ្សេងគ្នាទាំង5ពាក្យច្រើនពេលដែលដំបូងពួកយើងតែងតែយល់ថារបស់យើងល្អជាងអញ្ចឹងទៅវាបង្កឲ្យពួកយើងអាចបង្កជាជម្លោះឬក៏បញ្ហាទាស់ទែងគ្នាតិចតួចតែមិនមែនជាបញ្ហាពួកយើងបានធ្វើការបដុំជាគំនិតរួមមួយទាំងអស់គ្នាដើម្បីសាងសង់តែតំណងឡើងវិញចំពោះការស្រាវជ្រាវទៅលើប្រធានបទមួយគឺជាដំបូងយើងធ្វើការបំបែកនៅគំនិតរបស់ប្រធានមួយដើម្បីមកស្វែងរកនៅចន្លោះប្រហោងឬចំណុចដែលធ្វើឲ្យប៉ះពាល់ដល់ក្នុងនាមយើងអាចទទួលបានក្រុមស្របឬបដិសេធហើយយើងទៅស្វែងរកឯកសារណាមួយដើម្បីគ្រប់គ្រងទៅលើអ្វីដែលយើងបានយកមកហើយរួចសិក្សាវាឲ្យកាន់តែស៊ីជម្រៅដើម្បីជាផ្លូវមួយទៅការបង្កើតអធិការចំពោះសមាជិកគឺនៅពេលដែលយើងពិភាក្សាគ្នាតែងតែជួបនឹងការលំបាកដោយសារតែពួកយើងគឺមានគំនិតខុសៗគ្នាទៅលើប្រធានបទនីមួយៗប៉ុន្តែពួកយើងតែងតែខិតខំសិក្សាដោយរៀងខ្លួននៅពេលដែលយើងយកគំនិតទាំងអស់ហ្នឹងមកផ្ដុំចូលគ្នាទោះបីជាវាមានភាពខុសគ្នាមែនប៉ុន្តែគឺយើងមានគ្រូបង្វឹកហើយនិងគ្រូដឹកនាំដែលគាត់ជួយសម្របសម្រួលនិងផ្ដល់មតិក្នុងការកែតម្រូវឲ្យពួកយើងនឹងសម្របសម្រួលគ្នាហើយយកគោលដៅតែមួយសម្រាប់ដែលខ្ញុំជាបេក្ខជនបម្រុងខ្ញុំបានព្យាយាមរកឯកសារជាច្រើនតាក់ទងមួយឧទាហរណ៍ឯកសារខ្លះទៅគឺយើងអត់សូវមានឯកសារដែលនៅក្នុងប្រទេសរបស់យើងឯកសារអត់ចំដែលយើងចង់បានអញ្ចឹងខ្ញុំបានទៅស្រាវជ្រាវឯកសារក្រៅប្រទេសអានឯកសារក្រៅប្រទេសយកមកប្រៀបធៀបជាមួយនឹងឯកសារនៅក្នុងប្រទេសរបស់យើងដើម្បីដាក់ចូលប្រធានបទរបស់យើងចង់បានចំពោះបញ្ហាហ្នឹងគឺពួកយើងដោះស្រាយដូចជាបើសិនចំពោះឯកសារហ្នឹងគឺពួកយើងចាប់តាម research ម្ដងទៀត research ឡើងវិញថាតែប្រភេទតន្ន័យហ្នឹងជាប្រភេទតន្ន័យបែបម៉េចចឹងហើយគឺពួកយើង research ទៅលើតន្ន័យហ្នឹងម្ដងទៀតហើយបើចំពោះគំនិតក្នុងក្រុមវិញគឺពួកយើងយកគំនិតទាំងអស់ពីសមាជិកក្រុមនីមួយៗមកផ្ដុំចូលគ្នាជាគំនិតរួមមួយហើយយើងធ្វើការសាកសួរទៅកាន់ភាគីក្រុមទាំងអស់ហ្នឹងទៅដើម្បីឲ្យមានការឯកភាពរវាងគ្នាហើយយើងយកហ្នឹងទៅសួរដល់លោកគ្រូអ្នកគ្រូដើម្បីឲ្យគាត់ឯកភាពថាពិតជាយកគំនិតហ្នឹងពិតមែនចំពោះការប្រកួតប្រជែងនៅពេលខាងមុខហ្នឹងក្រុមរបស់ពួកយើងគឺបានខិតខំសិក្សាស្វែងរកឯកសារនិងគោលចំហរបស់ក្រុមយើងហើយពួកយើងគឺមានគោលដៅតែមួយឆន្ទៈតែមួយទោះជាមានបញ្ហាអីក៏ដោយក៏ពួកយើងនៅតែពុះពៀរកគ្រប់ឧបសគ្គដើម្បីអាចទទួលបានជ័យលាភីខ្ញុំគិតថាសាលារៀន BET ហ្នឹងគឺបេក្ខជនទាំងអស់គឺគេសុទ្ធសឹងតែត្រៀមខ្លួនរួចជាស្រេចមុននឹងឈានដល់វគ្គហ្នឹងអញ្ចឹងទៅចំណុចខ្សោយរបស់ពួកគាត់អត់សូវមានទេពេលច្រើនខ្ញុំឃើញនៅចំណុចខ្លាំងរបស់គាត់ពួកគាត់ក៏មានភាពសហការក្រុមទាំងសម្លេងទាំងទឹកដមហើយខ្លឹមសារនៃការប្រកួត debate ក៏ល្អដែរចំពោះកម្មវិធីចែកដេញដោលហ្នឹងមិនមែនធម្មតាជាកម្មវិធីដែលឲ្យយុវជនទាំងអស់ហ្នឹងបង្ហើបនៅសមត្ថភាពក្នុងការនិយាយប៉ុន្តែកម្មវិធីចែកដេញដោលជាកម្មវិធីមួយដែលបង្រៀនឲ្យពួកយើងទាំងអស់គ្នាធ្វើសហការងារជាក្រុមហើយជាពិសេសហ្នឹងគឺបើកំណត់គឺបើឱកាសឲ្យយុវជនហ្នឹងបញ្ចេញយកគំនិតខ្លួនឯងក្នុងការទៅដោះស្រាយបញ្ហានានានៅក្នុងសង្គមជាក់ស្ដែងជាចុងក្រោយគឺពួកខ្ញុំសំណូមពរដល់មិត្តភ័ក្តិទាំងអស់គ្នាឲ្យមានការចូលរួមនៅក្នុងការគ្រប់គ្រងឲ្យបានកាន់តែច្រើនទោះបីជាលទ្ធផលទៅជាយ៉ាងណាទោះបីជាសាលារៀនចំនួនថ្មីមិនបានជាប់ទៅវគ្គដាច់ប្រត់ក៏ដោយសូមឲ្យអ្នកទាំងអស់គ្នាបន្តគ្រប់គ្រងកម្មវិធីប្រកួតចែកដេញដោលនេះរហូតដល់ទីបញ្ចប់